រឿងជីវិតក្មេងកំព្រាកក្កដាជាកូនកំព្រាពុកតាំងពីទៅនឹងកើតបានប៉ុន្មានថ្ងៃមកម្លេះសពថ្ងៃរស់នៅក្នុងខ្ទមកំសត់2នាក់ម្ដាយនិងកូននៅចុងភូមិដាច់ស្រយាលមួយហើយខ្ទមរបស់កក្កដាហាក់ទ្រព្យទ្រោមនឹងចាស់ខ្លាំងណាស់ហើយរស់នៅឆ្ងាយពីអ្នកស្រុកថែមទៀតផងចំណែកម្ដាយកក្កដាសពថ្ងៃខំប្រឹងប្រកបរបរចិញ្ចឹមសឹងតែមិនចង់រស់រោគព្រឹកខ្វះល្ងាចរោគល្ងាចខ្វះព្រឹកមានថ្ងៃមួយកក្កដាបានសួរទៅម្ដាយដែលកំពុងតែរកត្រីនៅក្នុងស្រែថាម៉ែកូនធំហើយកូនចង់ចូលសាលារៀនដូចក្មេងក្នុងភូមិដទៃដែរឃើញគេស្លៀកពាក់ស្អាតស្អាតទៅសាលាមានមិត្តភ័ក្តិលេងជាមួយគ្នាទៀតចំណែកកូនវិញងើបមកដើររកបន្លែត្រីសាច់ជាមួយម៉ែរហូតភ្លាមនោះម្ដាយក៏ឈប់រកត្រីសិនហើយបានប្រាប់ទៅកូនប្រុសថាកក្កដាកូនម្ដាយយល់អារម្មណ៍កូនច្បាស់ណាស់តែគ្រួសារយើងកំពុងខ្វះខាតណាកូនម្ដាយគ្មានលទ្ធភាពឲ្យកូនបានរៀនសូត្រនឹងគេទេកូនឲ្យម៉ែសុំទោសផងណាកូនដែលធ្វើឲ្យកូនមកលំបាកជាមួយម្ដាយកក្កដាឆ្លើយម៉ែកុំសុំទោសកូនអីកូនជួយអ្វីម៉ែមិនបានសោះបើម៉ែឲ្យកូនចូលរៀនទៅកូនសន្យាមិនធ្វើឲ្យម៉ែខកបំណងនឹងកូនទេធំឡើងកូនចង់ឲ្យម៉ែមានមោទនភាពពេលមានកូនកូនមិនធ្វើឲ្យម៉ែលំបាកទេកូនសន្យាណាម៉ែអញ្ចឹងចាំឆ្នាំក្រោយម៉ែសន្យាបញ្ជូនកូនឲ្យចូលសាលាណាបាទអរគុណណាស់ម៉ែកូនស្រឡាញ់ម៉ែមួយឆ្នាំកន្លងទៅដោយការខិតខំសន្សំប្រាក់បានបន្តិចបន្តួចម្ដាយកក្កដាក៏សម្រេចបំណងឲ្យកក្កដាបានចូលរៀននឹងគេហើយថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់កក្កដាមានសិស្សានុសិស្សជាច្រើនមានប្រុសមានស្រីសប្បាយអ៊ូអរក្នុងចិត្តកក្កដាហាក់រំភើបចិត្តជាខ្លាំងដែលខ្លួនបានចូលរៀនដោយបំណងថ្ងៃដំបូងអ្នកគ្រូទទួលបន្ទុកថ្នាក់ឈ្មោះសោភាបាននិយាយបងប្អូនថ្ងៃនេះអ្នកគ្រូមានសមាជិកថ្មីមកណែនាំបងប្អូនណាកក្កដាណែនាំឈ្មោះទៅបងប្អូនខ្ញុំបាទឈ្មោះសួនកក្កដាអាយុ10ឆ្នាំភ្លាមនោះក្មេងៗក្នុងថ្នាក់នាំគ្នាសើចលាន់ហើយមានម្ដាយឈ្មោះមីនីរីករាយណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នាអ្នកគ្រូសោភាឆាប់ទៅរកកន្លែងអង្គុយទៅបងប្អូនបាទអ្នកគ្រូពេលចេញលេងស្រាប់តែមានកូនក្មេងប្រុសសិស្សសាលាមួយក្រុមចូលមកតុរបស់កក្កដាហើយនិយាយថាឯងមែនទេឈ្មោះកក្កដាកក្កដាឆ្លើយបាទមែនហើយមានក្មេងម្នាក់ដែលនៅក្នុងក្រុមនោះដែរតាមខ្ញុំដឹងអាកក្កដាវាគ្មានពុកទេវាជាក្មេងកំព្រាពួកគេនាំគ្នាសើចចំអកបន្តទៀតតែកក្កដាមិនតបនៅស្ងៀមធម្មតាភ្លាមនឹងមានក្មេងស្រីម្នាក់ឈ្មោះធីតាដែលស្រស់ស្អាតមកនិយាយពួកឯងកំពុងតែធ្វើអីហ្នឹងនិយាយស្ដីគ្មានសិលធម៌បែបនេះឆាប់សុំទោសទៅកក្កដាភ្លាមមិនចឹងទេខ្ញុំប្តឹងអ្នកគ្រូហើយក៏បានយើងសុំទោសផងកក្កដាពិតជាអាម៉ាស់មុខមែនពេលនោះកក្កដាក៏សម្លឹងមើលទៅមុខធីតាថាអរគុណហើយណាដែលជួយខ្ញុំថាមិនអីទេណាកក្កដានិងធីតាក៏ខ្លាចជាមិត្តនឹងគ្នាយ៉ាងឆាប់រហ័សធីតាតែងតែតាមជួយដល់កក្កដារហូតដល់ពួកគេរៀនចប់អនុវិទ្យាល័យក្រោយមកធីតាបាត់ដំណឹងឈឹងព្រោះត្រូវបានម្ដាយបញ្ជូនឲ្យទៅរៀននៅឯទីក្រុងចំណែកឯកក្កដាវិញកើតចិត្តងឿងឆ្ងល់ថាធីតាបាត់ទៅណាហេតុអីមិនប្រាប់ដំណឹងចំណេកាលយូរទៅកក្កដាក៏រៀនចប់ហើយចង់បន្តទៅរៀននៅទីក្រុងទៀតកាលនោះគ្រួសារកក្កដាមានធូរធារជាមុនឆ្ងាយព្រោះបានកក្កដាឆ្លាតចេះគិតគូររកស៊ីធ្វើការបណ្ដើរៀនបណ្ដើទៅធ្វើឲ្យម្ដាយមិនសូវពិបាកកក្កដាខំរៀនណាស់រហូតបានជាប់អាហារូបករណ៍ជាពេទ្យរយៈពេល3ឆ្នាំកក្កដាត្រេកអរណាស់ហើយគេគិតថាប្រសិនបើធីតាបានដឹងមិនដឹងនាងរំភើបយ៉ាងណាទេព្រោះជាគោលដៅដែលនាងចង់ឲ្យខ្ញុំធ្វើដើម្បីត្រឡប់មកជួយស្រុកភូមិយើងវិញក្រោយរៀនពេទ្យចប់ហើយដល់ថ្ងៃទទួលសញ្ញាបត្រម្ដាយកក្កដាឡើងមកទីក្រុងដើម្បីចូលរួមអបអរកូនដែរមីនីសប្បាយចិត្តណាស់ដែលឃើញកូនតស៊ូរហូតដល់បានជោគជ័យបែបនេះមានថ្ងៃមួយពេលកក្កដាកំពុងតែប្រចាំការក្នុងមន្ទីរពេទ្យស្រាប់តែមានអ្នកជំងឺភេទប្រុសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ពេលនោះគ្រួសារអ្នកជំងឺមកដល់ស្រាប់តែកក្កដាចាំបានថាជាធីតាក៏ប្រញាប់សួរពូម្នាក់នេះត្រូវជាអ្វីនឹងអ្នកនាងដែរគាត់បាត់បង់ឈាមច្រើនណាស់ត្រូវការវះកាត់បន្ទាន់ធីតាតបចាត្រូវជាប៉ារបស់ខ្ញុំចុះការចំណាយវិញប៉ុន្មានដែរលោកគ្រូពេទ្យប្រហែលជា$10,000អ្នកនាងព្រោះលោកពូមានឈាមកកក្នុងខួរក្បាលហាថាម៉េច$10,000ពុតធោឲ្យតើខ្ញុំទៅរកមកពីណាទៅបើផ្ទះនៅកាណាដាដាក់លក់មិនទាន់ដាច់ផងកក្កដាចឹងថ្លៃរ៉ាប់រងប៉ាអ្នកនាងទុកខ្ញុំជាអ្នកចំណាយទៅចុះថាម៉េចលោកជួយខ្ញុំមិនកោតទេលោកលុយច្រើនណាស់យើងមិនដែលស្គាល់គ្នាទៀតអ្នកណាថាមិនស្គាល់កក្កដាតបចាំខ្ញុំបានទេខ្ញុំគឺកក្កដាណាយើងរៀនអនុវិទ្យាល័យជាមួយគ្នាកក្កដាគឺលោកមែនទេអូខ្ញុំមិនចាំមុខបងទេព្រោះយូរឆ្នាំហើយធីតាទៅវិញថាលុយច្រើនណាស់បងកក្កដាខ្ញុំមិនទាន់មានលុយសងបងភ្លាមទេណាកក្កដាតបថាមិនអីទេណាអូនអរគុណច្រើនណាស់ណាបងកក្កដាខ្ញុំមិនដឹងមានអ្វីសងគុណបងអស់ទេមួយរយៈពេលក្រោយទៅពួកគេបានស្រឡាញ់គ្នា
កក្កដាបានចូលស្ដីដណ្ដឹងធីតាតាមប្រពៃណីស្រាប់តែពេលដែលម្ដាយកក្កដាចូលដល់ផ្ទះធីតាភ្លាមស្រាប់តែមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងគឺពុករបស់ធីតាគឺជាប្តីដែលរត់ចោលកក្កដានឹងម្ដាយជាង30ឆ្នាំនោះហើយម្ដាយកក្កដាប្រកែកដាច់ខាតថាមិនអាចរៀបការបានទេពេលនោះកក្កដាឆ្ងល់ណាស់ពីដំបូងម្ដាយពេញចិត្តធីតាណាស់ហើយដល់ពេលនេះជំទាស់ទៅវិញក្រោយសួរដំណើរដើមតងទៅគឺថាធីតានិងកក្កដាជាបងប្អូនមានពុករួមគ្នាម្ដាយដោយខ្លួនកាលនោះពុកកក្កដាបានរត់ទៅទីក្រុងចោលម្ដាយកក្កដាដោយសារមានបញ្ហាជាមួយនឹងយាយកក្កដានៅឯកាណាដាហើយយាយកក្កដាជំទាស់មិនអោយទទួលស្គាល់កក្កដានិងម្ដាយទេរួចបង្ខំឲ្យរៀបការជាមួយម្ដាយធីតាកាលកំណើតធីតាម្ដាយធីតានិងពុកបានទៅបើកក្រុមហ៊ុននៅកាណាដាមួយរយៈដោយផ្ញើធីតានិងមីងពូនៅខេត្តជួយមើលថែនិយាយចប់គឺធីតានិងកក្កដាមិនអាចទទួលយកបានភ្លាមទេគឺមានតែយំប៉ុណ្ណោះក្រោយពីមានរឿងកក្កដាបានត្រឡប់ទៅនៅស្រុកកំណើតជាមួយម្ដាយហើយទទួលស្គាល់ការពិតទាំងជឿចាប់មនុស្សដែលកក្កដាស្រឡាញ់មកជាយូរបែរជាប្អូនស្រីខ្លួនទៅវិញមានតែទទួលការពិតហើយគ្រួសារទាំងពីរក៏រស់នៅជាមួយគ្នាយ៉ាងសុខសាន្ត